ដល់ថ្ងៃដល់ខែហើយដែលខ្ញុំត្រូវយកកូនពៅរបស់ខ្ញុំមកជួបលោកយាយម៉ៅដោយសារអីឡានមួយនេះគឺខ្ញុំបានសុំពីលោកយាយម៉ៅហើយបូករួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្ញុំពីអ្នកប្រពន្ធខ្ញុំក៏ដូចជាការជួយជ្រោមជ្រែងពីបារមីរបស់លោកយាយម៉ៅក៏ពួកខ្ញុំតែងតែសុំអ្វីគឺបាននឹងជាពិសេសឡានទាំងអាខ្មៅទាំងអាសជាពិសេសឥឡូវនេះថ្មីគឺបានទ្រព្យសម្បត្តិផ្សេងទៀតដែលពួកខ្ញុំចង់បានជាពិសេសគឺកិច្ចការងារហ្នឹងឯងហើយបញ្ជាក់ខ្ញុំមិនមែនជាបុគ្គលម្នាក់ដែលចូលចិត្តជឿលប៉ីជំនឿងប់ងល់ឯណាទេប៉ុន្តែលោកយាយពិតជាធ្វើឲ្យខ្ញុំជឿមែនដោយសារខ្ញុំចូលចិត្តសុំគាត់ជារឿយៗគាត់តែងតែឲ្យខ្ញុំជារឿយៗមែនតើមិនថាអ្វីដែលខ្ញុំចង់បានទេតែកិច្ចការងារក៏ដូចជាទ្រព្យសម្បត្តិទេតែឥឡូវយើងចូលមកដល់ប្រធានបទរបស់យើងវិញថ្ងៃនេះគឺខ្ញុំត្រូវរត់ចេញទៅផ្លូវលឿនលឿនអញ្ចឹងព្រឹកឡើងខ្ញុំត្រូវការត្រួតពិនិត្យឡានរបស់ខ្ញុំដូចជាប្រព័ន្ធទឹកស្អំបាទប្រព័ន្ធប្រេងម៉ាស៊ីនអញ្ចឹងទៅហើយខ្ញុំច្បាស់ការថាវាអាចរត់នៅក្នុងលឿនលឿនបានផ្លូវលឿនលឿនបានដោយមិនមានកន្លែងណាគឺលេចជ្រាបឬក៏មិនមានកន្លែងណាខ្វះខាតប៉ុន្តែខ្ញុំបណ្ឌិតខ្លួនឯងមកតង់ហើយបន្តិចទៀតខ្ញុំនឹងយកទៅឲ្យបងជាងបច្ចេកទេសនៅខាង Total Service គាត់ធ្វើការបណ្ឌិតដែរអញ្ចឹងណាឥឡូវនេះខ្ញុំធ្វើការបាត់ចេញដំណើរទៅហើយឥឡូវនេះគឺខ្ញុំចូលមកកាន់ផ្ទះខាងមុខខ្ញុំមុនហ្នឹងកន្លែងចតឡានឯងឥឡូវខ្ញុំធ្វើការលើកក្បាលជ្រូកក៏ដូចជាមន់មកគូគឺខ្ញុំធ្លាប់សន្យាមួយលោកយាយថាបើសិនជាជោគជ័យខ្ញុំទិញឡានបានថ្មីខ្ញុំនឹងសែនដង្វាយដូចជាមន់មកគូហើយនឹងក្បាលជ្រូកមួយហើយយើងឆ្លៀតមើលអពុញញោលេងនេះទៅបងប្អូនទាំងអស់គ្នាគេធំហើយបាទហើយភីងតោះឥឡូវយើងចេញដំណើរមកខ្ញុំធ្វើការចូលឲ្យខាងបងខាង Swiss Total បាទគាត់ធ្វើការមើលបន្តិចមើលតាឡានខ្ញុំមានខ្វះប្រេងម៉ាស៊ីនឬក៏បាត់ទឹកស្អំឯអត់បើខ្វះខាតហ្នឹងពួកគាត់ជួយថែមជាពិសេសគឺសម្ពាធខ្យល់កង់ហ្នឹងមកយើងទម្លាប់របស់ខ្ញុំគឺបែបហ្នឹងបងប្អូនទាំងអស់គ្នាយើងត្រៀមនៅក្នុងការរត់ផ្លូវលឿនលឿនមិនថាចិត្តឆ្ងាយទេខ្ញុំត្រូវការ make sure everything is okay មានន័យថាឲ្យឡានខ្ញុំហ្នឹងគឺច្បាស់លាស់ប៉ុន្តែឥឡូវយើងចូលមកដល់ប្រធានបទចាក់សាំងគឺ total គឺចាក់សាំងខ្ញុំបានតែ5លីត្រទេគឺក្នុងមួយឡានគឺអត់ឲ្យអស់5លីត្រទេអត់ឲ្យលើស5លីត្រទេបងប្អូនទាំងអស់គ្នាគឺមួយឡានគឺកំណត់ឲ្យចាក់បានតែ5លីត្រដោយសារសាំងរបស់គាត់គឺ stock គឺមានកំណត់អញ្ចឹងគាត់អាចចែកបានត្រឹមមួយឡានតែ5លីត្រតែប៉ុណ្ណោះវ៉ាវយើងនិយាយយើងស្ដាប់តែប៉ុណ្នេះដឹងហើយតើសាំងឥឡូវវាឡើងថ្លៃហើយគឺវាខ្វះខាតប៉ុណ្ណានៅក្នុងការគ្រប់គ្រងអញ្ចឹងណាហើយខ្ញុំសួរបញ្ជាក់ទៀតជាមួយនឹងបងអ្នកចាក់សាំងគាត់ថាហ្នឹងហើយម្នាក់ចាក់បានតែ5លីត្រទេឥឡូវយើងកាត់មកដល់ផ្លូវលឿនលឿនខ្ញុំចូលតាមច្រកលឿនលឿនផ្លូវទំនប់កប់ស្រូវឥឡូវខ្ញុំបានចូលមកហើយខ្ញុំចូលផ្លូវធម្មតាទេខ្ញុំអត់ចូលផ្លូវ ETC ទេបងប្អូនអរគ្នាណាហ្នឹងហើយយើងបងប្រាក់ដៃធម្មតាបាទហើយការធ្វើដំណើរនេះផងដែរខ្ញុំក៏ឆ្លៀតតេស្តរថយន្តខ្ញុំដែរព្រោះខ្ញុំអត់ដែរបានតេស្តទេខ្ញុំតេស្តទៅលោកហើយបងប្អូនទាំងអស់គ្នា120 130 140គឺនឹងកឡានមួយនេះគឺរត់បានលឿនមែនទេបងប្អូនទាំងអស់គ្នាបាទគឺរត់បានលឿនមែនទេ smooth មែនទេគឺគ្មានទាញសូម្បីតែបន្តិចនេះបងប្អូនទាំងអស់គ្នាខ្ញុំតែមើលពេលខ្លះខ្ញុំច្រឡំជើងជន់ដល់140 150តែកំបាក់ដូចខ្ញុំគឺលើសល្បឿនកំណត់ហើយដោយសារខ្ញុំធ្វើការតេស្តម្ដងទេឲ្យ make sure ថាប្រព័ន្ធគ្រឿងក្រោមរបស់ខ្ញុំគឺវា smooth ខ្ញុំអាចបើកឡានលឿនអញ្ចឹងទេអស់ឲ្យត្រឹម80 90 100 80 90 100អញ្ចឹងទៅហើយនេះបន្ទាប់ពីខ្ញុំរត់បានមួយរយៈមកបន្ទុះធំដែរគឺខ្ញុំបានធ្វើការឈប់ដើម្បីត្រួតពិនិត្យសិនគេលោមានការលេចជ្រាបខ្យល់ឡើងកម្ដៅឯណាមួយឬក៏មានបញ្ហាមួយអញ្ចឹងណាខ្ញុំធ្វើការពិនិត្យរហូតដល់ខ្ញុំគឺខ្ញុំរត់ពីមតនការគឺខ្ញុំពិនិត្យរហូតព្រោះឡាននេះខ្ញុំទិញតែយកមកទេអញ្ចឹងខ្ញុំអត់ទាន់ដឹងដៃវាច្បាស់ទេថាវាមានបញ្ហាខ្លាំងអញ្ចឹងខ្ញុំឧស្សាហ៍ត្រួតពិនិត្យបងប្អូនក៏ដូចគ្នាដែរនៅពេលដែលបងប្អូនទាំងគ្នាប្រើប្រាស់រថយន្តណាដែលថ្មីអត់ទាន់តែស្គាល់ចិត្តវាណាបងប្អូនកុំរត់បំបុកលឿនទៅពេកកុំរត់បំបុកឆ្ងាយពេកអញ្ចឹងគឺយើងធ្វើការតេស្តវាអញ្ចឹងណាឥឡូវខ្ញុំមើលមកជុំគឺចាក់មានបញ្ហាអីទេហើយខ្ញុំខ្លាចគឺផ្នែកកបាំងផុកវាធ្លាក់មកគៀបមួយកង់ធ្វើឲ្យមានអគិភ័យអញ្ចឹងទៅតែវាអត់អីដែរដោយសារកបាំងផុកខ្ញុំរឿងស្ទើអត់តបានដូរថ្មីអានេះខ្ញុំកាត់មកដល់ចំណតទី2ហើយបាទកន្លែងនេះគឺកន្លែងចាក់សាំងទី2ខ្ញុំមកឈប់ថតរូបបន្តិចទៅហើយនេះគឺខ្ញុំធ្វើការចុះតាមផ្លូវច្រកត្រែងតាយើងបាទគឺការីរុំយើងហ្នឹងបាទនេះឥឡូវខ្ញុំធ្វើការបងប្រាក់ហើយនិយាយរួមយើងរត់ពីភ្នំពេញមកចុះត្រឹមត្រែងតាយើងអស់តែ$6.28ទេបងប្អូនទាំងអស់គ្នាអស់ 20,000 ជាងបាទអស់តិចដែរទេណានេះខ្ញុំថតបងប្អូនមើល$6.28អញ្ចឹងណាហើយចុះតាមផ្លូវហ្នឹងគឺយើងជិះប្រហែលជា10គីឡូជាងខ្ញុំក៏បានមកដល់កន្លែងលោកយាយមកពេញហ្នឹងហើយខ្ញុំក៏បានរៀបចំពាក់ព័ន្ធជាមួយនឹងគ្រឿងដងវាយដើម្បីប្រញាប់ទៅថ្វាយលោកយាយដែរហើយខ្ញុំពិតជាអរគុណមែនតើមិនថាទៅដល់ផ្ទាល់ឬក៏នៅផ្ទះទេខ្ញុំបានអរគុណរហូតលោកយាយដូចជាទិសបាមីដែលបានជួយខ្ញុំរហូតទៅលើកិច្ចការអីផ្សេងមិនថាពាក់ព័ន្ធជាមួយការរកស៊ីសុខភាពក៏ដូចជាទ្រព្យសម្បត្តិអីផ្សេងទេគឺខ្ញុំចង់បានអីខ្ញុំសុំតែងតែបានបាទវាបុកជាមួយនឹងការខំប្រឹងដែរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាជឿលើអបិយជំនឿឲ្យបងប្អូនទាំងអស់គ្នាមិនប្រឹងធ្វើការរកស៊ីទេកុំសង្ឃឹមតែរបស់ទាំងអស់នោះគឺមកដល់ដៃបងប្អូនទាំងអស់គ្នាតែសោះពួកខ្ញុំប្រឹងអត់បានដេកបានពួនទេពីអ្នកប្តីពុនខ្ញុំជាពិសេសគឺពុនខ្ញុំតែម្ដងគាត់ប្រឹងខ្លាំងជាងខ្ញុំទៀតពាក់ព័ន្ធជាមួយការងារគាត់បាទព្រោះមួយរយៈនេះគឺការងាររបស់គាត់រឿងជោគជ័យជាងខ្ញុំបើខ្ញុំវិញឃើញបាត់មុខមួយរយៈដោយសារអីរឿង stress ការងាររៀងលក្ខណៈថាមានអារម្មណ៍ថាប្រពន្ធរកលុយបានច្រើនជាងយើងមិនមែនថារកអត់បានទេរកបានដែរប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយដែលថាអូខេកំពុងតែគិត business ថ្មីដើម្បីឲ្យលុយចូលច្រើនទៀតអញ្ចឹងណាហើយឡាននេះផងដែរគឺទឹកដៃប្រពន្ធខ្ញុំទិញមកដោយលុយប្រពន្ធខ្ញុំច្រើនខ្ញុំទៅទៀតអញ្ចឹងណាបាទឥឡូវយើងស្ដាប់បាទខ្ញុំកំសាន្តជាមួយនឹង Apple CarPlay ឡានខ្ញុំបន្តិចបាទ Siri Go to Spotify and play the music G Dragon
This is G Dragon now playing on Spotify. កន្លែងនេះគឺខ្ញុំចង់បានន័យថាបងប្អូនទាំងអស់គ្នាឡានរបស់យើងនៅពេលដែលវាមាន Apple CarPlay គឺស្រួលមែនតែយើងអាចបញ្ជាវាចាក់បទចម្រៀងចាក់អីបានចឹងទៅយើងមិនចាំបាច់យកដៃយើងទៅចុចដើម្បីគេថាពេលខ្លះអាចគ្រោះថ្នាក់ដែរសារយើងអាឡ័យចុចវាចឹងណាយើងគ្រាន់តែហៅវាទៅឲ្យវាដាក់កំណត់បទចម្រៀងដែលយើងចង់ស្ដាប់ទៅវា play យើងអូតូមួយយ៉ាងដែរតោះយើង enjoy ជាមួយផ្លូវលឿនៗទាំងអស់គ្នានឹងបទចម្រៀងឈៀលបាទ